រឿងលោកម៉ូសេនិងលោកអេរ៉ុនទៅគាល់ស្ដេចផារ៉ោនព្រះគម្ពីរនៃខមាណាងជំពូក5ដល់ជំពូក7ខ13ពេលនេះលោកម៉ូសេនិងលោកអេរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោនហើយទូលថាក្រទូលព្រះអង្គម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅថាចូលអនុញ្ញាតឲ្យប្រជារាស្ត្រទ្រង់ចេញទៅធ្វើបុណ្យគោរពទ្រង់នៅឯវីរហោស្ថានព្រះចៅផារ៉ោនតបថាតើព្រះអង្គម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាមហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះយើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយព្រះនៃជនជាតិហេប្រឺបានមកជួបទូលបង្គំឥឡូវនេះសូមអនុញ្ញាតឲ្យទូលបង្គំយើងខ្ញុំទៅឯវីរហោស្ថានដើម្បីធ្វើចាញ់បូជាថ្វាយព្រះអង្គម្ចាស់ជាព្រះនៃយើងខ្ញុំបើយើងខ្ញុំមិនទៅទេព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺឬដោយមុខដាវម៉ូសេនិងអេរ៉ុនហេតុអ្វីបានជាអ្នកទាំងពីរនាំអាចពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះចូលនាំគ្នាត្រឡប់ទៅធ្វើការវិញទៅនៅថ្ងៃដដែលនោះព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជននិងមេក្រុមថាមិនត្រូវផ្ដល់ចម្បើងឲ្យពួកអ៊ីស្រាអែលសម្រាប់ធ្វើដុំអិតដូចពីមុនទៀតទេគឺឲ្យពួកគេទៅរកចម្បើងដោយខ្លួនឯងប៉ុន្តែត្រូវបង្ខំឲ្យគេធ្វើដុំអិតគ្រប់ចំនួនដដែលកុំបន្ថយចំនួនឡើយដូច្នេះប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែងក្នុងស្រុកអេស៊ីបដើម្បីប្រមូលចិញ្ច្រាំងមកប្រើចំនួនចម្បើងហើយឲ្យគេត្រូវធ្វើឲ្យបានគ្រប់ចំនួនដូចពីមុនក្រោយមកមេត្រួតត្រាទាំងនោះវាយពួកមេក្រុមអ៊ីស្រាអែលព្រមទាំងស្ដីបន្ទោសព្រោះពួកគេមិនផលិតដុំអិតគ្រប់ចំនួនដោយកាលពីមុនពួកគេមករកលោកម៉ូសេនិងលោកអេរ៉ុនហើយខឹងនឹងលោកទាំងពីរព្រោះពួកគេគិតថាដោយសារលោកម៉ូសេនិងអេរ៉ុនទើបស្ដេចផារ៉ោននិងពួកមន្ត្រីទាំងអស់ស្អប់នឹងធ្វើបាបពួកគេពេលនោះលោកម៉ូសេបែរទៅរកព្រះអង្គម្ចាស់ហើយទូលថាព្រះអង្គម្ចាស់អើយហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមកតាំងពីទូលបង្គំបានទៅគាល់ស្ដេចផារ៉ោននៅក្នុងនាមរបស់ព្រះអង្គមកស្ដេចនោះបានធ្វើបាបប្រជាជនពួកយើងតែព្រះអង្គមិនបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គសោះព្រះអង្គម្ចាស់មានបន្ទូលមកលោកម៉ូសេថាឥឡូវនេះអ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោនយើងនឹងសម្ដែងឫទ្ធិអំណាចបង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅលោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែលប៉ុន្តែពួកគេមិនស្ដាប់លោកឡើយព្រោះពួកគេបាក់ទឹកចិត្តដោយសារទុក្ខវេទនាក្នុងភាពជាទាសករលោកម៉ូសេទូលព្រះអង្គថាព្រះអង្គអើយសូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផងធ្វើដូចម្តេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំជាមនុស្សគ្មានវោហារនេះទៅព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាយើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះនៅចំពោះមុខស្ដេចផារ៉ោនរីឯអេរ៉ុនជាបងរបស់ឯងនឹងប្រៀបដូចជាព្យាការីរបស់ឯងនឹងប្រាប់អេរ៉ុននៅសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់ឯងហើយគាត់នាំយកសេចក្តីទាំងនោះទៅប្រាប់ស្ដេចផារ៉ោនដើម្បីស្ដេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រាអែលចាក់ចេញពីស្រុកអេស៊ីបប៉ុន្តែស្ដេចផារ៉ោននឹងមិនស្ដាប់ឯងទាំងពីរនាក់ទេយើងនឹងវាយប្រហារស្រុកអេស៊ីបយើងនឹងដាក់ទោសគេយ៉ាងធ្ងន់ធ្ងរហើយនាំអ៊ីស្រាអែលចាក់ចេញពីស្រុកអេស៊ីបដោយមានរបៀបរៀបរយដូចកងទ័ពលោកម៉ូសេនិងលោកអេរ៉ុនធ្វើតាមព្រះបញ្ជារបស់ព្រះអង្គម្ចាស់គ្រប់សពទាំងអស់បន្ទាប់មកព្រះបានមានព្រះបន្ទូលទៅលោកម៉ូសេនិងលោកអេរ៉ុនទៀតថាប្រសិនបើស្ដេចផារ៉ោនទាមទារឲ្យអ្នកសម្ដែងឫទ្ធិអំណាចនោះត្រូវប្រាប់អេរ៉ុនឲ្យយកដំបងបោះទៅមុខស្ដេចផារ៉ោនដំបងនោះនឹងคล้ายទៅជាពស់លោកម៉ូសេនិងលោកអេរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោនហើយធ្វើតាមសេចក្តីដែលព្រះអង្គម្ចាស់បានបង្គាប់មកពួកលោកអេរ៉ុនបានបោះដំបងនៅមុខព្រះចៅផារ៉ោននិងពួកមន្ត្រីហើយដំបងក៏คล้ายទៅជាពស់ប៉ុន្តែព្រះចៅផារ៉ោនបានហៅពួកអ្នកប្រាជ្ញនិងពួកគ្រូធ្មប់របស់អេស៊ីបមកហើយពួកគេក៏ប្រើមន្តអាគមធ្វើបានដូចគ្នាប៉ុន្តែដំបងរបស់លោកអេរ៉ុនបានលេបដំបងរបស់ពួកគេអស់ព្រះចៅផារ៉ោននៅតែមានព្រះハរតីរឹងដដែលតើនឹងមានរឿងអ្វីកើតឡើងនៅស្រុកអេស៊ីបសូមរងចាំទស្សនាភាគបន្តនៅក្នុងរឿងនេះបានបង្រៀនយើងថាព្រះជាម្ចាស់រក្សាសេចក្តីសន្យារបស់ទ្រង់ទោះបីជាត្រូវរងចាំយូរប៉ុណ្ណាក៏ដោយព្រះអាចប្រើនរណាក៏បានដើម្បីធ្វើរឿងអ្វីធំគឺដោយលោកម៉ូសេដែលមានការភ័យខ្លាចដូចនេះយើងត្រូវទុកចិត្តលើព្រះជាម្ចាស់ទោះបីជារឿងនោះមិនដូចជាការរំពឹងទុកក៏ដោយ